មានរឿងមួយមុននឹងយើងចូលដល់បទអធិប្បាយយើងមានកុមារម្នាក់គាត់អាយុ5ឆ្នាំទៅ7ឆ្នាំឥឡូវយើងគិតថាគាត់7ឆ្នាំចុះបើស្រុកគេ5ឆ្នាំអីគាត់ចេះនិយាយច្រើនហើយតែប្រទេសយើងភាគច្រើន5ឆ្នាំអីនៅអត់ទាន់ចេះនិយាយច្បាស់លាស់នៅអត់ទាន់ចេះបែងចែកម៉ានេះប៉ុន្តែឥឡូវយើងយកថា7ឆ្នាំចុះកុមារាម្នាក់អាយុ7ឆ្នាំណាគេខ្លះអាយុ7ឆ្នាំណានេះមានអត់អរគុណអញ្ចឹងកុមារាម្នាក់គាត់អាយុ7ឆ្នាំហើយឪពុកគាត់ម្ដាយគាត់រវល់រហូតដល់ពេលគាត់នៅផ្ទះតែម្នាក់ឯងឯកោមកដល់ផ្ទះគឺស្ងាត់ដល់ពេលទៅសាលារៀនឮតែគេនិយាយថាអូប៉ាខ្ញុំនាំខ្ញុំដើរលេងចុងសប្តាហ៍ប៉ាខ្ញុំម៉ាក់ខ្ញុំនាំខ្ញុំទៅនេះទៅនោះរហូតដល់ពេលខ្លួនឯងវិញអត់មានអីគេនិយាយគេណាដោយសារប៉ាម៉ាក់រវល់មែនតើគឺដោយសារក៏អត់មានពេលសម្រាប់គ្រួសារគាត់ហេតុអីដោយសារជីវភាពគ្រួសារអញ្ចឹងពេលខ្លះឪពុកម្ដាយគាត់គិតថាប្រឹងតារោហ្នឹងគឺដើម្បីកូនប៉ុន្តែភ្លេចគិតថាកូនត្រូវការពេលវេលាជាមួយគាត់ថ្ងៃមួយឪពុកមកពីហត់មែនទែនមកពីធ្វើការហត់នឿយគាត់ហត់ផងល្វើយផងមកដល់កូនសួរថាប៉ាធ្វើការបាន1ម៉ោងប្រហែលនេះរឿងស្រុកគេណាអញ្ចឹងគឺរៀងថ្លៃបន្តិចស្រុកគេបើស្រុកយើងបើ1ម៉ោង$50ដូចថ្លៃខ្លាំងណា1ម៉ោង$50តែស្រុកគេ$50ធម្មតាទេ1ម៉ោង20,000ណាតែស្រុកខ្មែរយើងបើយើងធ្វើការមួយថ្ងៃហើយជាបាន$10អីណាយើងធ្វើសំណងធ្វើអីណាឬក៏ធ្វើអីផ្សេងតែស្រុកគេនោះគេគិតមកសួរប៉ាទៅអីប៉ាឯងប្រាប់ខ្ញុំមក1ម៉ោងប៉ាឯងបានប្រហែលប្រាប់ក៏បានដែរ1ម៉ោងប៉ាបាន$50មានបញ្ហាអីចាអូខេហ្នឹងឯងប៉ាហ្នឹងសិនហើយរត់ចូលទៅបន្ទប់វ៉ាប់រត់ចូលទៅបន្ទប់គេទៅរាប់លុយគេរាប់គេថាខ្វះរត់ចេញមកវិញប៉ាអើយសុំខ្ចី$25មកស្មើ$10,000ចុំអាកូននេះមិនអញ្ចឹងសួរឯងវិញថាបើម៉ោងប៉ុន្មានដើម្បីដឹងថាឯងមានចំណូលប៉ុន្មានដើម្បីខ្ចីលុយមែនណាដែលធ្វើអញ្ចឹងអត់ដែលអត់អញ្ចឹងស្រាប់តែខឹងទៅដេកសួរអីនាំអីដោយសារគាត់មកល្ងាចហើយអញ្ចឹងយប់ហើយអត់បានញ៉ាំបាយជុំគ្នាទេកូនហូបបាយម្នាក់ឯងហើយទៅឪពុកម្ដាយមកតាមក្រោយភាសាតាមក្រោយទៅអញ្ចឹងទៅដេញកូនខ្លាំងដល់ពេលមកស្ទុះប្រហែលជា1ម៉ោងក្រោយមកគាត់គិតថាចំអញដូចជាស្រែកដាក់កូនអញខ្លាំងហ្នឹងមិញនេះខ្ញុំតូចផងណាអូខេអញ្ចឹងស្រាប់តែគិតថាអញខុសហើយអញនេះស្រែកដាក់កូនអញខ្លាំងមែនតើដល់ពេលគាត់ងូតទឹកគាត់អីហើយគាត់ទៅគោះទ្វារអូនណាគេងនៅអានោះគេលឺសំឡេងឲ្យគេអូអត់តាន់គេងទេបាទចាំប៉ាឯងណានេះ$25ខ្ចីប៉ាមិញយកថាអានោះគេទៅអូគេយក25ពីប៉ាគេថាអរគុណប៉ាហើយគេបើកខ្នើយគេហ្វាប់បើកមកគេរាប់មកលុយគេសឹកជ្រួញក្តាប់1 2 3 4 5រត់$25ប៉ានោះខឹងមកដល់ចំកូនឯងមានលុយ25មកខ្ចីប៉ាទៅអីទៀតយីវ៉ៃស្អីគេទៅធ្វើស្អីនឹងចង់ទិញតុក្កតាទិញអីទៀតឥតប្រយោជន៍កូននេះគេមកអោបប៉ាគេថាប៉ាស្ដាប់កូនសិនណារឿងវាបែបនេះប៉ាស្ដាប់កូនសិនណាអូខេអញ្ចឹងគេថាប៉ា1ម៉ោង$50មូលហេតុដែលខ្ញុំខ្ចីប៉ាគឺខ្ញុំអត់ចង់ឲ្យប៉ានៅជាមួយខ្ញុំតេទេអញ្ចឹងស្អែកខ្ញុំត្រូវការឲ្យប៉ាមកមុនមកខ្ញុំសុំទិញប៉ា1ម៉ោងខ្ញុំឲ្យ$50វ៉ាខ្ចីខ្លួនឯងមិន25ដល់លុយសន្សំណាមួយរៀលកាក់ផងសេនផងណាពិបាកដល់ពេលបូកជាមួយលុយប៉ាគេបាន50យកទៅឲ្យប៉ាថាប៉ាស្អែកនេះកូនចង់ញ៉ាំបាយជាមួយប៉ាមិនបាច់ធ្វើថែមម៉ោងទេប៉ាមកធ្វើការនៅផ្ទះខ្ញុំឲ្យ$50មួយម៉ោងប៉ាខឹងកូនមែនទេមុននឹងខឹងកូនថាកូននឹងចង់ខ្ចីលុយទៅចាយខុសផ្លូវប៉ុន្តែស្រក់ប្តីអោបកូនថាគិតថាប៉ាយកលុយអត់ថាយកឬមិនយកមិនយកមិន$50អូខេប៉ានឹងក៏គាត់យកលុយមកហើយគាត់ថាលុយនេះសម្រាប់កូនប៉ានឹងព្យាយាមមកឲ្យតាន់ពេលអញ្ចឹងកូនថាមិនសុំតែ1ម៉ោងទេប៉ាមួយថ្ងៃ1ម៉ោងបានអញ្ចឹងហើយគឺកូននឹងគាត់ត្រូវការពេលវេលាមែនតើអញ្ចឹងឃើញថាពេលវេលាមានតម្លៃមែនទេមានអត់អ្នកទាំងអស់គ្នាចង់បានជួបជុំជាមួយប៉ាមកអត់ចង់មែនទេបាទអញ្ចឹងចំណងជើងនៃមេរៀនយើងថ្ងៃនេះអូបបាក់មើលណាគឺមានពេលសម្រាប់គ្រប់យ៉ាង there is time for everything អញ្ចឹងអានេះ base Ecclesiastes ប៉ុន្តែយើងដាក់ខគម្ពីរផ្សេងឥឡូវយើងសម័យថារាល់ព្រឹកមានលុយចូលមកក្នុងកង់យើង$86,400 រៀល$86,400រៀល
ហើយនេះបាន86,400 រៀលយើងពិចារណាមើលសិនហើយលុយនេះមានលក្ខខណ្ឌគឺបានន័យថាចំណាយតែមួយថ្ងៃទេពីព្រឹកទល់យប់ធ្វើមិនចាយឲ្យគ្រប់ហើយចាយឲ្យអស់អត់ឲ្យសល់តែឲ្យមានប្រយោជន៍បានន័យថាក្នុង1វិនាទីចំណាយ 1,000 រៀលបាទអញ្ចឹងយើងមានពេល24ម៉ោងដើម្បីចាយលុយ 86,400 នេះណាដោយសាររឿងនេះខ្ញុំយកមកពីគេដែរគឺគេថាជាលុយដុល្លារគេដាក់ថា8,600 $86,400 ប៉ុន្តែយើងដាក់ជាខ្មែរទៅស្រួលយល់ជាតិចអញ្ចឹងបានន័យថាយើងគ្រប់គ្នាទាំងអស់ត្រូវបានផ្ដល់លុយ 86,400 ដើម្បីចាយរយៈពេល24ម៉ោងឆ្ងល់មិនបានត្រូវ86បើយើងគុណជាម៉ោងគ្រប់គ្នាទាំងអស់មានពេល24ម៉ោងស្មើគ្នាត្រូវអត់ឥឡូវមួយថ្ងៃនេះខ្ញុំមាន24ម៉ោងអ្នកទាំងអស់គ្នាមានខុសពីខ្ញុំអត់ខុសឬមិនខុសមិនខុសទេគឺដូចគ្នាអញ្ចឹងបើយើងយក86,400 ចែកនឹង1ម៉ោង1ម៉ោងមានប៉ុន្មាននាទី1ម៉ោងប៉ុន្មានអូន60 1នាទីមានប្រហែលវិនាទីយក60គុណនឹង60ស្មើប៉ុន្មានមិនមែន60គុណនឹង2ណា60គុណនឹង60ក្បួនគុណកាត់យើងមើលលេខ2ខ្ទង់0គុណនឹង0បានយក0 2 3 6គុណ6 6 ដង36 36នឹង02គឺស្មើនឹង 3,600 អញ្ចឹងបានន័យថា1ម៉ោងមាន 3,600 វិនាទីត្រូវអត់អញ្ចឹង 3,600 វិនាទីយកគុណនឹង24ស្មើនឹង 86,400 ណានិយាយកាត់អញ្ចឹងបានថាយើងយកលេខនេះគឺការពិតលុយគេលុយដុល្លារគេគិតជាដុល្លារស្មើនឹង 86,400 ដុល្លារឬក៏យើងគិតជាលុយខ្មែរ 4,000 រៀលចុះបើយើងគិតថា 86,400 រៀលវាតិចពេកព្រោះពេលវេលាយើងមានតម្លៃមែនតើអញ្ចឹងគិតថាយើងធ្វើបានអត់បើសិនជាលុយនឹងឲ្យចាយតែ24ម៉ោងទេហើយទុកដល់ស្អែកអត់បានទេរឿងចាយធ្វើបានណារឿងឲ្យសល់ពិបាកបន្តិចអូខេអញ្ចឹងគ្រប់គ្នាទាំងអស់មានពេល24ម៉ោងគ្រប់ដូចគ្នាហើយយើងអាចថាយកម៉ោងថ្ងៃនេះទៅចាយថ្ងៃស្អែកបានអត់ថាំងខ្ញុំអត់ចង់ចំណាយថ្ងៃនេះខ្ញុំចង់បូកម៉ោងនេះទៅដាក់ស្អែកអត់បានទេមែនទេអញ្ចឹងគ្រប់គ្នាមិនអាចយកពេលថ្ងៃនេះយកទៅចាយថ្ងៃស្អែកបានទេអញ្ចឹងបានថាយើងត្រូវតែចាយពេលវេលាឲ្យត្រឹមត្រូវសួរថាតើពេលវេលាគឺជាអ្វីណាគេដឹងណាគេថាពេលវេលាជាមាសប្រាក់ណាគេថាសួរថាអ្នកណាគេថាឮមកពីណាមិនបានពេលវេលាជាមាសប្រាក់អញ្ចឹងយើងអង្គុយទៅធ្លាក់មាសធ្លាក់ប្រាក់មកហីហេតុអី time is money ហេតុអីអញ្ចឹងយើងអង្គុយទៅចេញលុយមែនអត់អញ្ចឹងមិនបាច់ធ្វើការអីទេពេលវេលាជាអីទាំងអស់គ្នាយើងរៀនទាំងអស់គ្នាយើងឆ្លើយទាំងអស់គ្នាមិនឆាប់ចប់ពេលវេលាគិតជាអីពេលវេលាគិតជាម៉ោងអូខេពេលខ្លះសង្គមនេះជីវិតយើងបច្ចុប្បន្ននេះយើងឲ្យតម្លៃពេលវេលាពេកដល់ថ្នាក់សុភាសិតខ្មែរយើងដាក់ថាពេលវេលាគឺស្មើនឹងអីគេជាដុល្លារពេលវេលាគឺគេឲ្យតម្លៃស្មើនឹងមាសប្រាក់ប៉ុន្តែធៀបពិតយើងជាគ្រីស្ទបរិស័ទពេលវេលាមិនមែនជាមាសប្រាក់អីទេរឿងមុនហ្នឹងអីគេពេលវេលាជាអីរឿងកូនដែលសុំឪពុកហ្នឹងពេលវេលាជាអីគេតាមមិត្តហេតុអីបានកូនចង់បានពេលវេលារបស់ប៉ាដោយសារកូននឹងស្អប់ប៉ាឬស្រឡាញ់ប៉ាបើសិនជាប៉ានឹងកាចពេកអាក្រក់ពេកសួរថាចង់ឲ្យប៉ាមកហ៎ឮប៉ាមករត់បាត់មែនទេចឹងបើថាប៉ាកាចស្រឡាញ់ប៉ាអត់ទេស្រឡាញ់ចឹងតែយើងស្រឡាញ់ប៉ាបើយើងចង់ឲ្យប៉ាមកមែនអត់យើងមិនថាគ្រីស្ទបរិស័ទជាគ្រីស្ទៀនពេលវេលាជាក្តីស្រឡាញ់មិនមែនជាមាសប្រាក់ដូចគេថាទេប៉ុន្តែបើយើងចំណាយឲ្យត្រូវក៏យើងបានមាសប្រាក់បានលុយកាក់ដែរបើយើងយល់វាមកធ្វើការធ្វើងារអញ្ចឹងតាមសុភាសិតខ្មែរយើងពេលវេលាជាមាសប្រាក់ប៉ុន្តែធៀបពិតទៅពេលវេលាគឺជាសេចក្តីស្របើយើងអត់ស្រឡាញ់អ្នកណាម្នាក់យើងចំណាយពេលជាមួយគេអត់ពួកយើងធ្លាប់ស្រឡាញ់អ្នកណាម្នាក់អត់កុំគិតដល់រឿងគូសង្សារអីណាតែស្រឡាញ់ប៉ាស្រឡាញ់ម៉ាក់អត់បើស្រឡាញ់ចង់ពេលវ៉ាកងចង់ទៅជួបគាត់អត់អូខេដោយសារយើងស្រឡាញ់គាត់ទើបយើងចង់ទៅជួបគាត់តែមានអ្នកខ្លះដែលប៉ាម៉ាក់គាត់វាយធ្វើបាបវ៉ាកងថឹងដឹងវ៉ាស្អីទេអត់ចង់ទៅផ្ទះមានធ្លាប់អត់ទេណាអញ្ចឹងគាត់ថាពេលវេលាស្មើនឹងសេចក្តីស្រឡាញ់មិនមែនជាលុយកាក់ដូចដែលយើងឮទេយើងរៀនមកគេបរៀនយើងថាពេលវេលាជាមាសប្រាក់ត្រឹមត្រូវប៉ុន្តែក្នុងន័យគ្រិស្តបរិស័ទពេលវេលាមិនមែនជាមាសប្រាក់ទេពេលវេលាគឺជាក្តីស្រឡាញ់អញ្ចឹងសួរថាពេលវេលាចេះចាំអ្នកណាអត់ហ្នឹងពេលវេលាចាំខ្ញុំសិនខ្ញុំកុំតន់ឲ្យដល់ម៉ោងចូលរៀនយើងត្រូវចូលរៀនម៉ោង1ហើយតែយើងទៅយឺតកង់បែកហ្នឹងខាត់ម៉ោងឲ្យនៅហ្នឹងបានអត់កុំឲ្យយឺតគ្រូពិន័យពេលខ្លះសាលាខ្លះបើយើងទៅយឺតអញ្ចឹងគេដាក់វត្តមានហើយ
15នាទីគឺអវត្តមានហើយមែនទេអញ្ចឹងបើយើងអត់ចង់បានអវត្តមានទេយើងសូមឲ្យពេលវេលាចាំយើងសិនថាសួរវេលាចាំបានអត់ឲ្យប្រហែលពេលវេលាចាំយើងពេលវេលាអត់ចេះចាំអ្នកណាទេបាទអត់ខ្វល់មានគេហៅថាពាក្យបដៅមួយគេដាក់ថាយើងអាចមានវាប៉ុន្តែយើងមិនអាចខត់វាបានអីគេយើងមានវាប៉ុន្តែយើងមិនអាចចាប់វាទុកបានអីគេមិនម៉ោងទេគឺពេលវេលានឹងឯងយើងមានពេលប៉ុន្តែយើងខាត់ពេលនឹងអត់បានទេមិនឲ្យពេលវេលានឹងទៅមុខអត់បានទេយើងហាមពេលវេលាមិនឲ្យទៅមុខអត់បានទេពេលវេលាទៅមុខជានិច្ចណាអត់ខ្វល់អីទាំងអស់អត់ចេះពាក់ណាមរៀលណាទៅមុខដើរទៅមុខរហូតគឺពេលវេលាដើរទៅមុខជានិច្ចអញ្ចឹងយើងមើលថាពេលវេលាតើប្រៀបបាននឹងអ្វីអ្នកណាគេដឹងបើវាដើរទៅមុខជានិច្ចពេលវេលាប្រៀបបាននឹងអីគេទាំងអស់គ្នាមិញគុំចេះតែឆ្លើយតាមរូបដូចមិញរូបដាក់ថាលុយយើងឆ្លើយឲ្យមានប្រាក់ឥឡូវពេលវេលាគិតថាប្រៀបបាននឹងអីបាទពេលវេលាប្រៀបបាននឹងអីទឹកហូរមិនចេះហត់ណាបាទទឹកហូរពីណាមកបាទពេលវេលាប្រៀបបាននឹងទឹកជ្រោះដែលហូរធ្លាក់ចុះពីលើភ្នំតែទឹកធ្លាក់ចុះមកយើងកុំនិយាយភាសារូបវិទ្យាថាឬគីមីវិទ្យាដាក់ថាទឹកហូរមកបន្ទាប់នោះហួតទៅវិញកើតជាដុំពពកឥឡូវយើងកុំឲ្យប៉ះកន្លែងហ្នឹងយើងក៏និយាយថាពេលវេលាប្រៀបបាននឹងទឹកហូរធ្លាក់ចុះពីទឹកជ្រោះមកគឺមិនចេះត្រឡប់ឡើងទៅលើវិញទេបានពេលវេលាហ្នឹងអត់ឡើងទៅជ្រោះវិញទេបាទប៉ុន្តែបើយើងនិយាយពីវត្តនៃទឹកបានពេលទឹកហ្នឹងវាលំហួតឡើងតែមកវាកើតជាដុំពពកកើតជាភ្លៀងធ្លាក់មកវិញអាហ្នឹងមកផ្សាយទៀតប៉ុន្តែទ្រឹស្ដីថ្ងៃហ្នឹងគឺយើងចង់និយាយថាពេលវេលាប្រៀបបាននឹងទឹកជ្រោះហូរធ្លាក់ចុះពីលើភ្នំហើយវាមិនហូរត្រឡប់ទៅច្រាស់ទៅវិញទេអញ្ចឹងហើយបងប្អូនគ្នាយើងត្រូវចំណាយពេលវេលាឲ្យមានតម្លៃបាទអញ្ចឹងគ្មាននរណាម្នាក់អាចទិញវាបានឡើយណាមិនថាយើងមានបណ្ណាសម្បូរហូរហៀបណ្ណាក៏ដោយមានសទ្ធិម្នាក់ដែលគាត់ចិត្តផុតទៅគាត់ចិត្តដាច់ខ្យល់ណាអញ្ចឹងគាត់ថាលោកគ្រូពេទ្យកូនខ្ញុំនៅឆ្ងាយខ្ញុំសុំលោកគ្រូជួយពញាបន្តិចបានទេថាពេទ្យថាអ៊ំប្រហែលម៉ោងទៀតអ៊ំអាចគ្រោះថ្នាក់ខ្លាំងហើយអញ្ចឹងអ៊ំហៅកូនចៅជុំគ្នាមកប៉ុន្តែមានកូនមួយនោះគាត់នៅឆ្ងាយនៅក្រៅប្រទេសអញ្ចឹងថាលោកគ្រូជួយធ្វើម៉េចឲ្យខ្ញុំនៅបានប្រហែលម៉ោងទៀតបានទេដើម្បីខ្ញុំជួបកូនខ្ញុំអស់ប្រហែលក៏ព្រមដែរសួរថាពេទ្យជួយបានអត់បាទអត់បានទេគឺគ្មានអ្នកណាគេទិញវាបានទេមានលុយប្រហែលក៏ទិញពេលវេលាអត់បានដែរបាទអញ្ចឹងឃើញរូបនេះទេច្បាស់អត់សូវច្បាស់អ្នកដែលឃើញច្បាស់ជួយមើលមកឃើញរូបអីគេដេញតាមចាប់អីគេពេលវេលាមានអីស្មើនឹងពេលវេលាមានស្លាប់បានតែពេលវេលាអត់ចាំយើងទេពេលវេលាទៅហើយមួយទៀតយកកត្រកដេញចាប់មកឃើញទេបើមើលមានរូបល្អមើលបន្តិចបើមើលឃើញច្បាស់គឺចាប់អត់បានទេអញ្ចឹងយកដល់ខព្រះគម្ពីរយើងទំនុកដំកើងជំពូក90ខ12ទំព័រទី796 The Book of Psalm chapter 90 verse 12ដូច្នេះសូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃនៃអាយុយើងខ្ញុំដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីខ្មៀតឲ្យបានសតិបញ្ញាអញ្ចឹងសូមឲ្យព្រះប្រទានពរឲ្យយើងមានប្រាជ្ញាឲ្យយើងចេះរាប់ពេលវេលាឲ្យដឹងថាពី1វិនាទីទៅ1វិនាទីមានតម្លៃប្រសិនបើយើងធ្វើការនៅ call center ឬក៏ជាអ្នកបកប្រែតាម online ដូចជាប្រភេទបកប្រែតាមទូរស័ព្ទគឺថវិកាយើងនឹងគិតជាលុយយើងលើកទូរស័ព្ទបាច់នាទីចាប់ដើមដើរលុយចូលហើយណាបាទបើសិនជា1ម៉ោងបាន$50សួរថា1នាទីបានប្រមាណគណិតវិទ្យាតោះយក60ចែកនឹង50គេប្រកែកណិតឃើញ 0.85 បានន័យថាក្នុង1នាទីយើងបាន85សេនគឺឆ្លើយខ្មែរ 3,800 រៀលក្នុង1នាទីបើ1ម៉ោងបាន200000បានន័យថា1នាទីបាន3,800អញ្ចឹងយក3,800គុណនឹង60ទៅឃើញហើយអញ្ចឹងបានន័យថាពេលវេលាដ៏មានតម្លៃមែនទែនបើសិនជាយើងធ្វើការអ្វីមួយដែលមានតម្លៃតែបើសិនជាយើងអង្គុយលេងឥតប្រយោជន៍មានតម្លៃអត់បានលុយអត់ដូចយើងនិយាយគ្នាលេងអញ្ចឹងបានអីអត់អត់ទេអញ្ចឹងកុំនិយាយគ្នាស្ដាប់តទៅទៀតគម្ពីរអេពីសូតជំពូក5ខ16ទាំងលៃលោកយកឱកាសឲ្យតាន់ពេលផងពីព្រោះសម័យនេះហើយគេអ្នកឃើញសម័យនេះយ៉ាងម៉េចបាទព្រះគម្ពីរថាម៉េចសម័យនេះអាក្រក់ណាស់ហេតុអីបានអាក្រក់យើងឃើញមានអីគេយើងគិតថាសម័យនេះអាក្រក់ដោយព្រះគម្ពីរថាមែនអត់មនុស្សចាប់ផ្ដើមប្រែប្រួលហើយមែនអត់ពីមុនបើយើងអានប្រវត្តិសាស្ត្រខ្មែរយើងក៏ដូចជាទូទាំងពិភពលោកយើងឃើញថាមនុស្សស្រឡាញ់គ្នាណាចេះចែករំលែកប៉ុន្តែឥឡូវស្អីបន្តិចក៏លុយបាទតែអត់លុយកុំហៅគេតមកតទៀតគឺអេពីសូតជំពូក5ខ15 Next verse is the book of Ephesians chapter 5 verse 15ដូច្នេះត្រូវប្រុងប្រយ័ត្នដោយមាត់ជាប់ណាដែលអ្នករាល់គ្នាដើរយ៉ាងណាកុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ
ត្រូវតែដើរដោយមានប្រាជ្ញាវិញណានេះព្រះបន្ទូលដែលមានតាមរយៈលោកសាវកប៉ុលទៅកាន់ទីក្រុងជំនុំនៅអេពីសូឲ្យយើងដើរដោយប្រុងប្រយ័ត្នដើរដោយមាត់ជាត់ដើរដោយគិតដើរដោយមានប្រាជ្ញាបើយើងដើរអត់គិតអត់ខ្វល់ទេដើរដោយមានប្រាជ្ញាយ៉ាងម៉េចតែយើងរាល់ថ្ងៃនេះដើរអត់ដឹងថាទៅណាអត់ធ្លាប់ទេបើដើរអត់ដឹងថាទៅណាដឹងតែកន្លែងឈប់កន្លែងណាអត់ចឹងដើរដោយមានប្រាជ្ញាយើងត្រូវមានគោលដៅក្នុងជីវិតថាយើងអាយុប៉ុណ្ណេះយើងត្រូវរៀនចប់ហើយយើងត្រូវរៀនតរកការងារធ្វើហើយរកគ្រួសារហើយបានបង្កើតកូនរកលុយធ្វើផ្ទះអីចឹងទៅនេះការដើរដោយមានប្រាជ្ញាគឺយើងត្រូវដើរដោយចេះគិតណាដូចយើងមើល Google Map ចឹងណាបើយើងដើរអត់ដឹងគោលដៅយើងនៅណាទេយើងអត់ដឹងឈប់ទៅណាទេចឹងបានព្រះអង្គថាដើរដោយប្រាជ្ញាបន្ទាប់អេពីសូតជំពូក5ខ17ដូច្នេះកុំឲ្យខ្លៅល្ងងឡើយត្រូវខំឲ្យយល់បំណងព្រះហត្ថីព្រះអង្គម្ចាស់វិញលោកសាវកពលបានលើកទឹកចិត្តឲ្យបងប្អូនពួកជំនុំនៅក្រុងអេពីសូក៏ដូចជាបច្ចុប្បន្នយើងថាឲ្យយើងដើរដោយប្រុងប្រយ័ត្នហើយព្យាយាមឲ្យយល់បំណងព្រះហត្ថីព្រះធ្វើម៉េចឲ្យយល់ព្រះហត្ថីព្រះបានแล้วធ្វើម៉េចឲ្យយើងយល់ចិត្តមិត្តភក្តិយើងបានបើយើងអត់ដែរនិយាយគ្នាសោះបើយើងអត់នៅក្បែរគ្នាសោះចំណាយពេលជាមួយគ្នាបានយើងយល់ចិត្តគ្នាមែនអត់បាទអញ្ចឹងយើងត្រូវតែចំណាយពេលឲ្យយល់ចិត្តគ្នាទើបយើងអាចយល់ពីគម្រោងការរបស់គ្នាបើយើងចង់យល់ចិត្តព្រះយើងត្រូវចំណាយពេលជាមួយនឹងព្រះតាមរយៈអធិដ្ឋានអានព្រះគម្ពីរប្រសិនបើយើងជាគ្រិស្តបរិស័ទយើងអត់អធិដ្ឋានអត់អានព្រះគម្ពីរទេសួរថាយើងជាគ្រិស្តបរិស័ទអត់បាទគិតខ្លួនឯងឆ្លើយខ្លួនឯងណាខ្ញុំអត់ហ៊ានឆ្លើយជំនួសខ្លាចគ្រោះថ្នាក់បាទអញ្ចឹងយើងត្រូវតែឲ្យយល់ចិត្តព្រះយើងត្រូវតែចំណាយពេលជាមួយព្រះអង្គគម្ពីរខបន្ទាប់សាស្តាចំពោះ3ខ11ទំព័រទី887ទ្រង់បានបង្កើតរបស់សពសារពើឲ្យល្អតាមរដូវកាលទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កាលទៅយ៉ាងនោះមនុស្សនឹងរកយល់មិនបានពីកិច្ចការដែលព្រះបានធ្វើតាំងពីដើមរៀងដរាបដល់ចុងឡើយអញ្ចឹងខនេះគឺចង់សំខាន់ថាព្រះអង្គជាម្ចាស់នៃពេលវេលាគឺព្រះអង្គបានបង្កើតពេលវេលានឹងមកទើបមានរដូវកាលបើអត់មានពេលទេក៏អត់មានរដូវកាលដែរសុភាសិត27ខ1ដាក់ថាម៉េចកុំឲ្យអួតខ្លួនពីថ្ងៃស្អែកត្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេពេលខ្លះយើងគិតថាចាំមើលស្អែកទៅលេងពេញណាស្អែកទៅនេះស្អែកទៅនោះប៉ុន្តែអ្នកខ្លះនិយាយចប់ស្អែកអត់ក្រោកផងហ្នឹងកើតអីបាទយើងមើលអត់ឃើញទេថ្ងៃស្អែកវាងឹតណាស់សម្រាប់យើងវាជារឿងដែលអាចកំបាំងសម្រាប់យើងមែនទែនអញ្ចឹងបានថាយើងត្រូវតែពឹងព្រះយើងជាគ្រិស្តបរិស័ទយើងគួរអធិដ្ឋានថាបើទ្រង់សពព្រះហត្ថីថ្ងៃស្អែកខ្ញុំនឹងទៅបាត់ដំបងថ្ងៃស្អែកខ្ញុំនឹងទៅភ្នំពេញយើងមានកម្រងថាទៅប៉ុន្តែយើងអត់មានជាម្ចាស់ពេលវេលាទេយើងអត់ដឹងច្បាស់ថាស្អែកនឹងកើតឡើងមិនមែនថាយើងអត់ដឹងអីយើងត្រូវអត់មានកម្រងយើងមានកម្រងប៉ុន្តែយើងកុំអួតខ្លាំងពេកថាចាំមើលអញមានណាចាំមើលខ្ញុំមានណាខ្ញុំមិនរាប់ទេណាកាលបានមានអ្នកខ្លះថាអញ្ចឹងអូអត់តាន់បានមានពេលទៅពហិយទេអត់តាន់ធូធាផងអធ្យាស្រ័យអ្នកដែលប៉ះពាល់អ្នកដែលស្ដាប់អ្នកដែលមើលតាម live បើចាំដល់មានចាំពុកម៉ែបងប្អូនមានកាលបានមានបើចាំបានមានបានទៅពហិយចាំបានចាស់តិចទៀតបានទៅពហិយថាខ្ញុំនៅក្មេងឯងវ័យដើរលេងណាតែលឺអញ្ចឹងអត់គេថាចាំចាស់ចាំទៅពហិយបើខាងពុទ្ធសាសនាគេថាចាំចាស់ចាំទៅវត្តមែនអត់នៅក្មេងអញ្ចឹងអត់តាន់ទៅវត្តទេគឺគាត់ដើរលេងសិនអញ្ចឹងបានថាយើងទៅទាំងក្មេងទាំងឯងបាទចុះជួនកាលយើងអត់ដល់ចាស់ហៅគិតមិនណាយើងសម្រាកកដាលផ្លូវយល់ពាក្យសម្រាកអត់គ្រូបរិស័ទតែសម្រាកបានន័យថាម៉េចបាទ rest in peace បាទអញ្ចឹងយើងត្រូវតែទៅពហិរាល់ថ្ងៃរាល់សប្តាហ៍នៅពេលដែលយើងមានជីវិតនៅឡើយកុំចាំដល់ចាស់យើងអត់ដឹងថាយើងរស់ដល់ចាស់អត់ទេអញ្ចឹងយើងត្រូវទៅណាអត់ចាំស្អែកអត់ចាំអាទិត្យក្រោយឆ្នាំក្រោយកុំចាំដល់ធូធាបាទបន្ទាប់គឺសុភាសិតចំពោះ16ខ9ទំព័រទី864ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួនតែគឺព្រះយេហូវ៉ាដែលទ្រង់តម្រង់គេវិញនិយាយខ្លីគឺជាព្រះដែលតម្រង់ចំហៀនអញ្ចឹងបានថាព្រះអង្គជាម្ចាស់ពេលវេលាព្រះអង្គជាម្ចាស់គម្រោងទាំងអស់អញ្ចឹងយើងគិតថាយើងមានពេលខ្លួនឯងយើងចង់ធ្វើអីស្រេចតែយើងប៉ុន្តែត្រូវចាំខគម្ពីរនេះបានថាព្រះទេដែលជាម្ចាស់គឺព្រះអង្គជាអ្នកសម្រេចបន្តមកទៀតគឺក្នុងគម្ពីរចោទយកថាចំពោះ10ខ14ទំព័រទី250 Deuteronomy chapter 10 verse 14មើលផ្ទៃមេឃហើយអស់ទាំងជាន់នៃផ្ទៃមេឃខាងលើនិងផែនដីព្រមទាំងរបស់សពសារពើដែលនៅស្ថានទាំងនោះសុទ្ធតែជារបស់ផងព្រះយេហូវ៉ាជាព្រះនៃឯងអញ្ចឹងបានន័យថាអ្វីដែលលើផ្ទៃមេឃមានន័យគេខ្លះបាទមានព្រះច័ន្ទពេលយប់ព្រះអាទិត្យពេលថ្ងៃផ្កាយអញ្ចឹងរបស់ទាំងនោះហើយដែលយើងសម្គាល់ថាពីថ្ងៃលិចដល់ថ្ងៃនេះយើងថាមួយថ្ងៃមែនអត់
បើមានយប់មានថ្ងៃទៅរាប់ថាមួយថ្ងៃបើមានមួយថ្ងៃទៅមានមួយអាទិត្យទៅមានមួយខែអាហ្នឹងគេហៅថាជាពេលវេលាពេលវេលាហើយបន្តមកកើតជារដូវកាលបាទអញ្ចឹងពេលវេលាជារបស់អ្នកណាយើងមើលក្នុងនេះពេលថ្ងៃមានអីជាសម្គាល់ថាថ្ងៃព្រះអាទិត្យពេលយប់មានអីគេហើយព្រះច័ន្ទហើយនឹងកាយអញ្ចឹងយើងមើលខព្រះគម្ពីរលោកុបាទជំពូក1ខ14ទំព័រទី5តិចរកទំព័រទី5អត់ឃើញព្រោះបើកមកឃើញបដ ாய் បន្តមកទំព័រទី6គឺទំព័រទី5ហ្នឹងឯង Genesis chapter 1 verse 14បន្ទាប់មកព្រះទ្រង់មានព្រះបន្ទូលថាចូលឲ្យមានតួពន្លឺនាផ្ទៃមេឃដើម្បីនឹងញែកថ្ងៃចេញពីយប់សម្រាប់ទុកជាទីសម្គាល់នៃរដូវថ្ងៃខែនិងឆ្នាំអញ្ចឹងយើងមើលថាព្រះអង្គជាម្ចាស់នៃរដូវកាលព្រះអង្គជាម្ចាស់នៃជីវិតព្រះអង្គជាម្ចាស់នៃពេលវេលាអញ្ចឹងបើព្រះអង្គជាម្ចាស់តែយើងគួរធ្វើយ៉ាងម៉េចជាមួយព្រះអង្គយើងគួរតែចំណាយពេលជាមួយព្រះអង្គដូចរឿងខាងដើមដែលកូនសុំឲ្យឪពុកចំណាយពេលជាមួយខ្លួនប៉ុន្តែយើងគឺត្រូវចាំថាព្រះនៅក្បែរយើងជានិច្ចព្រះអង្គរងចាំយើងឲ្យមកក្បែរព្រះអង្គអញ្ចឹងយើងអត់បាច់ចាំជួលព្រះអង្គទេគឺព្រះអង្គត្រៀមរួចជាស្រេចចាំតែមកក្បែរយើងទេអញ្ចឹងហើយយើងត្រូវតែថ្វាយពេលទៅព្រះជាម្ចាស់កុំឲ្យគិតថាពេលវេលាជារបស់យើងពេលវេលាជារបស់ព្រះអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនអ្នកគ្នាចំណាយពេលជាមួយព្រះអង្គម្ចាស់តាមដែលអាចធ្វើទៅបានចាំបានអត់ពីមុនមកភូមិផ្ទះណាមានទូទួគឺជុំផ្ទះហ្នឹងតន់អត់ក្មេងៗកាត់អត់តន់ទេដឹងហ្នឹងតន់អត់តន់ហើយបើមានវិសុមួយទៅស្ដាប់អាលខោននិយាយហើយណាអូស្ដាប់ជុំគ្នាពេលហ្នឹងសប្បាយមែនតើណាប៉ុន្តែដល់ពេលចាប់ផ្ដើមមានទូរស័ព្ទ smartphone អត់ខ្ចីមើលមុខណាទេមើលតែទូរស័ព្ទណាពីមុនអត់មានទូរស័ព្ទប្រើដើរតាមផ្លូវទៅណាមកណាជំរាបសួរគេឲ្យបើអត់ស្គាល់ផ្លូវសួរផ្លូវគេឥឡូវមិនខ្ចីសួរអ្នកណា Google Map មែនអត់ឃើញកាត់បន្ថយច្រើនទេកាត់បន្ថយការរាប់អានគ្នាហ៎ពីមុនក្មេងៗដឹងការតនអ្នកមុខនេះប៉ាប៉ាកាត់តនពីមុនយើងអបសុកយើងលេងយើងលេងអីជុំគ្នាយើងលេងពួនយើងលេងបិទ high and six យើងលេងបិទពួនអញ្ចឹងណាដល់ពេលឥឡូវ game មែនទេស្មោះត្រង់ទៅខ្ញុំអត់ចេះលេង game ទេទូរស័ព្ទខ្ញុំអត់មាន game ទេអញ្ចឹងមិនថាបើយើងលេងទូរស័ព្ទហើយយើងភ្លេចខ្លួនដឹងថាប្រហែលម៉ោងអត់ពេលខ្លះភ្លេចខ្លួន2-3ម៉ោងមែនទេតទូរស័ព្ទអស់ថ្មសួរថាចំណាយពេលហ្នឹងតិចឬច្រើនឥឡូវសួរថាយើងស្រឡាញ់អីគេស្រឡាញ់ទូរស័ព្ទត្រឡប់មកវិញយើងជះពេលវេលា2-3ម៉ោងនឹងទូរស័ព្ទសួរថាយើងបានអីមកវិញអត់ប៉ុន្តែដល់ពេលដែលយើងជះពេលវេលា2ម៉ោងអានសៀវភៅឬអានព្រះគម្ពីរសួរថាយើងបានអីមកវិញពេលអានគម្ពីរទៅមានអារម្មណ៍ថាខុសប្លែកអត់បងប្អូនពុកម៉ែបងប្អូនបាទខុសប្លែកពេលខ្លះយើងធ្លាប់មានអារម្មណ៍ថាឆ្ងល់ដល់ពេលយើងអធិដ្ឋានហើយយើងអានគម្ពីរដូចបានចម្លើយអត់ធ្លាប់អត់បាទខ្ញុំធ្លាប់ឆ្ងល់ថាអូព្រះអង្គហើយមិនអានេះធ្វើអាក្រក់នោះវាចម្រើនមែនវាល្អមកទេដល់ពេលបើកអធិដ្ឋានហើយបើកគម្ពីរខ្វាច់ព្រះអង្គថាម៉េចព្រះអង្គថាព្រះវាយបដៅកូនដែលព្រះអង្គស្រឡាញ់អញ្ចឹងមានន័យថាអ្វីដែលយើងជួបទុកនោះព្រះអង្គបដៅយើងព្រះអង្គតម្រង់ផ្លូវយើងព្រះអង្គលត់ដំយើងឲ្យយើងរឹងមាំយល់ទេអញ្ចឹងមានន័យថាពេលខ្លះយើងគិតថាធ្វើម៉េចឲ្យឮសំឡេងព្រះនៅណាសំឡេងព្រះនៅក្នុងព្រះគម្ពីរអញ្ចឹងធ្វើម៉េចឲ្យនិយាយតែព្រះបានគឺយើងអធិដ្ឋានបាទអញ្ចឹងអរគុណច្រើនដល់អ្នកគ្នាសម្រាប់ការស្ដាប់នេះហើយយើងចប់តែប៉ុណ្្នឹងបាទត្រូវចាំថាពេលវេលាគឺស្មើនឹងជីវិតរបស់យើងអរគុណច្រើនសូមព្រះប្រទានពរ